ដោយសារតែគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រតារាកូរ៉េជាច្រើនកំពុងបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនាពេលថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង Dragon Silver ថ្មីបន្តសប្បាយជាមួយ Dragon ពិសាដោយការទទួលខុសត្រូវ នៅថ្ងៃទី27ក្រុម Seven10 បានបរិច្ចាគ 1000 លានវ៉ុនតាមរយៈសមាគមសង្គ្រោះគ្រោះមហន្តរាយជាតិនៃស្ពានសង្ឃឹមសមាជិកទាំង6រូបនៃក្រុម IVE ក៏បានចូលរួមវិភាគទានចំនួន200លានវ៉ុនផងដែរដោយសមាជិកម្នាក់ៗបរិច្ចាគ100លានវ៉ុនដើម្បីគាំទ្រជនរងគ្រោះដោយភ្លើងឆេះព្រៃសមាជិក BTS គឺ J-Hope, Suga និង RM ម្នាក់ៗបានបរិច្ចាគ100លានវ៉ុនចំណែកឯជង្គុកឯណោះវិញបានបរិច្ចាគ1000លានវ៉ុនដែលស្មើនឹង$68,000អាមេរិកដើម្បីគាំទ្រជនរងគ្រោះដោយភ្លើងឆេះព្រៃនៅក្នុងតំបន់អ៊ូសាន ខ្យងបុកនិងខ្យងណាមJYP Entertainment ដែលរួមមាន 2PM, TWICE និង Stray Kids បានបរិច្ចាគ500លានវ៉ុនដើម្បីជួយអ្នកស្រុកនិងកុមារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយតាមរយៈសាជីវកម្មសុខុមាលភាពសង្គមរបស់អង្គការទស្សនពិភពលោកផលិតកម្ម SM Entertainment ក៏បានបរិច្ចាគថវិកា300លានវ៉ុនសម្រាប់ការសង្គ្រោះភ្លើងឆេះព្រៃដូចគ្នាគូស្នេហ៍ Lee Yuri និង Lee Sang-sun បានបរិច្ចាគ100លានវ៉ុននិង20លានវ៉ុនចំពោះ Shin Min-a និង Kim Woo-bin ដោយម្នាក់ៗបានបរិច្ចាគ50លានវ៉ុនដល់កាកបាទក្រហមកូរ៉េខណៈដែលគូស្នេហ៍ Lee Sang-woo និង Kim So-yoon, Han Ji-min និង Choi Jong-hun ហើយ IU និង Lee Jong-suk ក៏បានប្រកាសពីឥទ្ធិពលល្អរបស់ពួកគេតាមរយៈការបរិច្ចាគដូចគ្នាបន្ថែមពីលើអ្នកផ្សេងទៀតដូចជាតារាសម្ដែង Kim Ji-woon, Jang Keun-seok, Kim Se-jung, Lee Mi-cho, Bin Woo-suk, Lee Jun-ho, Go Yong-chung, Suzy, Go Min-si, Kim Na-young, Lee Chan-won, Yo Jae-seok, Lee Dong-wook, Park Bo-young, Jin Si-wan, Chon Woo-hee, Jang Min-ho, Park Jin-young, Park Hae-soo និង Ji-yo ក៏បានចូលរួមចំណែកថវិកាដើម្បីគាំទ្រដល់ការសង្គ្រោះគ្រោះមហន្តរាយភ្លើងឆេះព្រៃដែលនាំមកនូវការបំផុសគំនិតយោងតាមទីស្នាក់ការកណ្ដាលប្រឆាំងនឹងគ្រោះមហន្តរាយនិងសុវត្ថិភាពកាលពីថ្ងៃទី27ខែមិនិនាបានបញ្ជាក់ឲ្យដឹងថាឧបទ្ទហេតុភ្លើងឆេះព្រៃក្នុងពេលដំណើរគ្នាដែលបានកើតឡើងកាលពីថ្ងៃទី21នៅតំបន់ខ្យូងសាងបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នករហូតដល់26អ្នកបានបាត់បង់ជីវិតនៅអ៊ីសឹងនិងអាន់ដុងជាកន្លែងដែលរងការខូចខាតភ្លើងឆេះព្រៃធ្ងន់ធ្ងរបំផុតហើយចំនួនអ្នកភៀសខ្លួនបានកើនឡើងដល់ជាង37.185អ្នកឯណោះ